កប់ទេភ្លេចជួងអត់ភ្លេចកប់ទេនៅយើងវាចេះតែបំភ្លេចទុករស់សបាយរស់គ្រឿងញៀនគ្រឿងសវឹងដើម្បីបំភ្លេចទុកកុំឲ្យគិតសេចក្តីស្លាប់មានពិតក្នុងជីវិតមិនទាំងព្រមគិតផងអាហ្នឹងវាមិនជារឿងបោកខ្លួនឯងធ្វើខ្លួនឯងឲ្យវង្វេងមិនព្រមដឹងការពិតហ្នឹងដឹងការពិតនោះវាសំខាន់ណាស់ណាវាមិនមែនយើងដឹងដល់សេចក្តីស្លាប់ទៅវាឆាប់ស្លាប់ដោយសារដឹងហ្នឹងទេរឿងស្លាប់វាមានបច្ច័យដោយឡែកផ្សេងទោះជាអ្នកដែលមិនព្រមគិតពីសេចក្តីស្លាប់ក៏វានៅតែស្លាប់បើដូចជាលោកសិទ្ធិក្នុងបកាថាធម្មបទហ្នឹងមានរឿងហ្នឹងគាត់ដឹកតំណែងរាប់រយរទេះពីបរិញ្ញាស័យមកសាវត្ថីគាត់ថាក្នុងភាសាហ្នឹងគាត់លក់មិនអស់គាត់លក់ដល់ហេមន្តរដូវទៀតហេមន្តរដូវហ្នឹងលក់មិនអស់គាត់លក់ដល់ទៅគិមហន្តរដូវទៀតរួចទៅគាត់ទិញឯវាយវ៉ាន់ពីសាវត្ថីទៅលក់នៅបរិញ្ញាស័យទៀតហើយមើលគាត់គិតទៅរហូតចឹងស្រាប់តែព្រះដ៏មានភិក្ខមុនបិណ្ឌបាតព្រះអនន្តនិមន្តតាមក្រោយព្រះអង្គទ្រង់ញញឹមមានហេតុព្រះអនន្តទូលសួរទៅព្រះអង្គត្រាស់ថានាយពេលនេះនឹងជាសិទ្ធិនឹងគិតថាគាត់នៅលក់អស់មកភាសាគាត់នៅអស់មកហេមន្តរដូវអស់មកគិមហន្តរដូវក៏ប៉ុន្តែគាត់នៅរស់បានតែ7ថ្ងៃទៀតទេព្រះអង្គទ្រង់ជ្រាបទៅដូច្នេះព្រះអនន្តសូមអនុញ្ញាតពីព្រះអង្គដើម្បីទៅប្រាប់លោកសិទ្ធិហ្នឹងព្រះអង្គត្រាស់ថាបើអនន្តឯងឆ្និតឆ្នាលជាមួយនឹងសិទ្ធិហ្នឹងក៏ទៅប្រាប់គាត់ទៅនឹងឯងបានព្រះអនន្តនិមន្តទៅបិណ្ឌបាតទៅអាបតីហ្នឹងក៏ដាក់បាតដាក់អីព្រះអនន្តក៏ឆាន់អីរួចទៅក៏បានសាកសួររឿងហ្នឹងសាកសួរទៅគាត់និយាយចឹងនិយាយដូចតែព្រះអង្គទ្រង់ត្រាស់សម្ដែងហើយចឹងគំនិតគាត់អាម៉េចហ្នឹងព្រះអង្គប្រកាសមកហ្នឹងគាត់បានក្រាបទូលព្រះអនន្តហ្នឹងគាត់នៅដល់មួយឆ្នាំអីចឹងទៅតម្រាំឲ្យលក់អីវ៉ាន់អស់បានព្រះអនន្តបង្ហើបថាបដីជីវិតយើងវាអត់ទៀងគ្រាន់តែប៉ុណ្ណឹងគាត់ចាប់បានហើយយ៉ាងម៉េចខ្ញុំមិនណាវាអត់ទៀងយ៉ាងម៉េចទៅគុណចាស់បានព្រះអនន្តថាព្រះដ៏មានពភាបានត្រាស់ថាខាប់ដីឯងរស់នៅបាននៅ7ថ្ងៃទៀតទេដល់តែប៉ុណ្ណឹងនៅមិនទៀតគិតហួសពី8ថ្ងៃទៅទៀតទេគំនិតហ្នឹងអស់ហើយឃើញទេត្រូវកាត់ផ្ដាច់អស់ហើយអត់មានគិតថាត្រូវ8ថ្ងៃទៀតធ្វើអីមួយខែទៀតធ្វើអីអត់ទេគិត7ថ្ងៃហ្នឹងនិមន្តព្រះភិក្ខុសង្ឃមកថ្វាយចង្ហាន់ព្រះដ៏មានពភាអត់គិតពីរឿងជំនួញជួយដូនខ្សែសំអីទៅទៀតទេគិតតែពីរឿងថ្វាយទៀតហ្នឹងឯង7ថ្ងៃហ្នឹងថ្ងៃទី7គាត់បានស្ដាប់ពធរបស់ព្រះដ៏មានពភាសម្រាប់សោតាបត្តផលប្រយោជន៍អញ្ចឹងបានព្រះអង្គទ្រង់ញញឹមហ្នឹងហើយក៏បានជាងដំណើរព្រះដ៏មានពភាចេញមកត្រឡប់ទៅវិញទៅគាត់ថាដូចឈឺក្បាលគាត់សម្រាកបន្តិចទៅបដ ாய் ទៅហ្នឹងឯងដូចតែព្រះអង្គទ្រង់ត្រាស់អញ្ចឹងអានឹងខ្ញុំកណាលើកមកហ្នឹងក៏ដើម្បីបញ្ជាក់ឲ្យឃើញថាប្រយោជន៍ដែលយើងដឹងពីសេចក្តីស្លាប់នេះវាមានពិតប្រាកដអញ្ចឹងណាគឺម្យ៉ាងយើងមានជីវិតរស់នៅធ្វើឲ្យយើងកំណត់ដឹងថាបានត្រឹមតែជីវិតនឹងប៉ុណ្ណឹងយើងអាចធ្វើទានបានរក្សាសិលបានស្ដាប់ធម៌បានបម្រើមេត្តាបិតាបានប៉ុណ្ណឹងគឺយើងមានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងហើយស្រេចដោយសារអីដោយសារយើងមិនបានខ្វាយខ្វល់ទៅរឿងដតីផ្សេងទៀតយើងសពថ្ងៃដែលកើតទុកនេះណាមកពីយើងកើតទុកគិតដល់ទៅរឿងខែក្រោយឆ្នាំក្រោយប្រហែលឆ្នាំក្រោយយើងគិតខ្វល់ទៅសម្បើមរឿងអ្នកនេះរឿងអ្នកនោះមានចេះមានចោះគ្រាន់តែគិតដល់រឿងគេឈប់ស្រឡាញ់យើងហ្នឹងក៏កើតទុកដែរមកពីគិតថាយើងនឹងចេះតែរស់នៅយូរទៅដើម្បីឲ្យគេស្រឡាញ់ហ្នឹងណានឹងត្រូវកើតទុកបាត់ហើយមើលប៉ុន្តែដល់ទៅដឹងថា7ថ្ងៃទៀតស្លាប់រស់ណាឲ្យមកស្រឡាញ់ដែរស្រឡាញ់បាន
ca ấy mà banประมาณថ្ងៃបើយើងត្រូវលាគ្នាឥឡូវហើយហ្នឹងឃើញឡើយវាកាត់អារឿងសេចក្តីទុកដោយប្រការផ្សេងសម្បើមណាស់អារឿងសេចក្តីទុករបស់មនុស្សយើងនឹងមកអំពីត្រូវការនេះត្រូវការនោះត្រូវការនេះត្រូវការនោះត្រូវការនេះត្រូវការនោះដូចអត់ស្លាប់អាហ្នឹងដែលវាមានទុកសប្ថ្ងៃហ្នឹងដល់ទៅមានមរណសតិវាត្រូវកាត់បន្ថយអារឿងដែលនាំឲ្យកើតទុកគ្រប់រឿងដែលយើងត្រូវទៅឆ្លោះជាមួយគេក៏យើងកាត់ចេញបាត់ដែរ